មិនមែនជា AI មិនមែនជាទស្សនីយភាពក្នុងរឿងចិនបុរាណហើយក៏មិនមែនជាផ្ទាំងគំនូរក្នុងរឿងជីវចលដែរអ្នកទាំងអស់គ្នានេះគឺជាទេសភាពធម្មជាតិរបស់ប្រទេសកម្ពុជាយើងដែលស្អាតប្រៀបបានដូចជាផ្ទាំងគំនូរអញ្ចឹងមានផ្សែងហុយក្របរំដោបតាមលើចុងឈើនិងហុយបក់មកជុំវិញខ្លួនយើងប្រៀបបានដូចជានៅលើឋានសួគ៌អញ្ចឹងរហូតទៅដល់អ្នកខ្លះហ៊ានឲ្យនិយមន័យទេសភាពបែបនេះជាឋានសួគ៌ក្រោមមេឃទៀតផងហើយខ្ញុំក៏ជឿថាអ្នកទាំងអស់គ្នាក៏មានអារម្មណ៍ដូចខ្ញុំដែរគឺចង់ជួបនឹងឃើញទស្សនវិជ្ជាបែបនេះមែនតើហើយកន្លែងនេះមានឈ្មោះថាកំឡូតផ្លាតូលអាងគ្រីដែលស្ថិតនៅជួរភ្នំក្រវាញនៃខេត្តកោះកុងមុននឹងចូលវីដេអូពេញអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច follow page OS Gallery ម្នាក់មួយផងដើម្បីទស្សនាវីដេអូថ្មីៗបន្តទៀតដើម្បីទៅដល់សហគមន៍ឆាយរៀបគឺខ្ញុំធ្វើដំណើរតាមខ្សែអំបិលបងប្អូនជិះតាមផ្លូវទៅស្ទឹងពពកចំពោះផ្លូវវិញគឺគ្រូកំហុងបែបនេះហើយនៅតាមដងផ្លូវគឺមានអ្នកភូមិយើងគាត់លក់សាវម៉ាវនិងតរ៉េនច្រើនមែនតើយើងក៏អាចចូលភ្លក់តរ៉េនខ្សែអំបិលផងបានដែរឥឡូវនេះគឺយើងបានមកដល់សហគមន៍ឆាយរៀបហើយយើងក៏រៀបចំញ៉ាំអី breakfast នៅនេះយើងមានកាទៀវញ៉ាំហើយក៏រៀបចំអីវ៉ាន់ឆ្ពុះឡើងទៅលើភ្នំតែម្ដងហើយការធ្វើដំណើរនេះដែរយើងត្រូវជិះគោយន្តចំនួន2ម៉ោងជាងបងប្អូននិងដើរ3ម៉ោងជាងដើម្បីទៅដល់កពូលភ្នំថ្ងៃដែលខ្ញុំទៅនេះគឺមេឃក្តៅផងភ្លៀងផងហើយនៅតាមផ្លូវគឺសម្បូរផ្កាមែនតើជាពិសេសផ្កាឯគេសនេះហើយនឹងផ្កាចំហួយបន្ទាប់ពីជិះគោយន្តអស់រយៈពេល2ម៉ោងមកគឺយើងមកដល់កន្លែងដែលយើងត្រូវដើរឡើងហើយក៏ញ៉ាំបាយហើយបាយនេះខាងសហគមន៍គាត់ខ្ចប់ជាមួយស្លឹកចេកគឺពិតជាតំណងមែនតើចំណែកឯតាមផ្លូវដែលឡើងទៅវិញគឺមានកន្លែងខ្លះស្រួលមានកន្លែងខ្លះពិបាកព្រោះនៅនេះអត់សូវមានភ្ញៀវទៅលេងបងប្អូនហើយកន្លែងខ្លះទៀតមេឃទៅភ្លៀងអញ្ចឹងបាក់ដើមឈើបាក់អីអញ្ចឹងហើយនៅតាមផ្លូវដែលយើងឡើងទៅទេសភាពគឺពិតជាស្អាតមែនតើព្រៃព្រឹក្សាអមជុំវិញផ្លូវយើងរហូតហ្មងគាត់ថាដល់ការធ្លាក់ភ្លៀងនេះគឺក្នុងព្រៃសម្បូរមូសមែនតើហើយនេះចេះសំណាងដែលខ្ញុំដាក់ spray បាញ់បណ្ដេញមូសជូលីមកតាមខ្លួនដែរគឺចែកគ្នាបាញ់ទាំងអស់គ្នាតែម្ដង បណ្ដេញមូសជូលីនេះគឺប្រើបានទាំងមនុស្សចាស់និងមនុស្សក្មេងគឺអត់មានអាឡែស៊ីឬឡើងកទួលក្រហមអីណាមិនត្រឹមតែការពារមូសខាំឯណាគឺការពារសត្វល្អិតផ្សេងតិចទៀតហើយមានក្លិនឈ្ងុយគល់ស្លឹកគ្រៃមែនតើនិងបាញ់ម្ដងមានប្រសិទ្ធភាពរហូតដល់6ម៉ោងឯណោះសម្រាប់អ្នកដែលឡើងលាងគ្រីមកដល់កន្លែងផ្លូវចោតខ្លាំងហើយមានថ្មខ្ពស់នេះគឺមានន័យថាចិត្តដល់កពូលហើយកុំឲ្យចាញ់បោកពាក្យកាយថាតិចទៀតដល់ហើយអញ្ចឹងណាអ្នកដើរភ្នំគឺដឹងតែស្គាល់ហ្មងអារម្មណ៍នៃពាក្យហ្នឹងក្រោយពីដើរជាង3ម៉ោងបងប្អូនឥឡូវគឺយើងមកដល់ហើយសំខាន់មកចំពេលអាមេឃអាលឹមតិចយកនិយាយពីថាពពកអាប់មកស្វាគមន៍យើងហ្មងខ្ញុំពិតជាសំណាងលើសំណាងមែនតើថ្ងៃនេះអូពពកឡើងអាប់ឡើងហោះនោះអូមិនបើសិនយើងលេតែទីទៀតនៅក្នុងមានអាប់អាផ្លូវយើងឡើងមកចាអូដោយសារយើងមកដល់លើចំពេលមេឃរលឹមអញ្ចឹងរឿងដែលសំខាន់គឺយើងត្រូវរកកន្លែងបោះតង់សិនដើម្បីដាក់អីវ៉ាន់អញ្ចឹងកុំឲ្យសើបន្ទាប់ពីមេឃដាច់រលឹមបងប្អូនពពកអីវាមកខ្មួខ្មាញ់ឡើងមកលើពិតជាស្អាតមែនតើនៅនេះទេសភាពនេះគឺខ្ញុំឲ្យ10លើ10តែម្ដងដែលខ្ញុំមិនដែលឃើញពីមុនមកបងប្អូនមើលនិយាយពីថាស្អាតដូចក្នុងរឿងចិនបុរាណហ្នឹងបងប្អូនសម្រាប់ខ្ញុំនៅក្នុងទស្សនវិជ្ជានេះផ្ទាល់ខ្ញុំអត់ដឹងបរិយាយថាមិនឲ្យត្រូវជាមួយនឹងអារម្មណ៍យើងដែលជួបជាមួយនឹងអាទេសភាពបែបហ្នឹងមើលពពកតិចលើដើមឈើមើលទៅវាប្រៀបបានដូចជាឋានសួគ៌អញ្ចឹងបងប្អូនដូចនៅឋានសួគ៌មើលនេះអូអាប់មកវាមានលេយើដើមឈើមិនក៏ចាប់ដើមល្ងិតយើងក៏ចាប់ដើមធ្វើម្ហូបដាំបាយញ៉ាំបាយជុំគ្នាអញ្ចឹងហើយបរិយាកាសពេលយប់នេះគឺពិតជាអែមមែនទេបងប្អូនអ្នកនឹងអង្គុយជុំគ្នានិយាយរឿងក្នុងចិត្តអីអញ្ចឹងតែកុំភ្លេចដាក់ធូបមូសអីទៅបងប្អូនដើរព្រៃអីព្រោះមូសច្រើនណាខែនេះហើយខ្ញុំក៏បានយកធូបមូសជូលីនេះមកដែរគឺយើងដុតដាក់មកជុំវិញតែម្ដងធូបមូសជូលីនេះគឺមានអានុភាពលើសគេ4ដងដែលអាចកម្ចាត់មូសនិងសត្វល្អិតផ្សេងផងដែរដើម្បីឲ្យការជួបជុំរបស់យើងគឺកាន់តែសុបាយអញ្ចឹងនិយាយគ្នាបានយូរដល់យប់ជ្រៅអញ្ចឹងហើយនេះគឺជាបរិយាកាសពេលព្រឹកព្រលឹមបងប្អូនគឺបើកភ្នែកមកមានពពកមានអាប់អីហោះអីនៅមុខយើងអញ្ចឹងព្រឹកព្រលឹមមានបរិយាកាសបែបនេះអីគឺពិតជាស្រស់ស្រាយមែនតើព្រលឹមឡើងយើងអត់មានអីទេក្រៅពីឆុងកាហ្វេអង្គុយនិយាយគ្នាលេងញ៉ាំមីញ៉ាំអីគយគុណទេសភាពអីអញ្ចឹងបរិយាកាសបែបនេះបងប្អូនមួយជីវិតមានប៉ុន្មានដងណែបើទោះបីជាយើងមានពេលច្រើនមកលេងកន្លែងនេះក៏មិនប្រកាសថាជួបបរិយាកាសបែបនេះដែរអង្គុយស្រូបដកដង្ហើមខ្យល់អាកាសបរិសុទ្ធដេកស្ដាប់សលេងធម្មជាតិ relax សាហាវហ្មងបងប្អូនសម្រាប់លេខតំណតំណងសហគមន៍អីចាំខ្ញុំដាក់នៅខាងក្រោម comment បងប្អូនហើយវីដេអូរបស់ខ្ញុំក៏ដល់ទីបញ្ចប់ហើយដែរជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ